ខ្ញុំស្វាគមន៍ការមកកាន់ vlog ទៅបេះផ្លែក៏លេងព្រៃនិយាយពីថាឡើងហុយដីជីងតែម្ដងស្ដែងខ្លួនឯងចាដូចគេបោកក្របែកអញ្ចឹងហើយនៅពេលដែលជិះមកដល់ចូលក្នុងព្រៃឃើញថាទឹកបន្លាយវាថាត្រជាក់អ្នកនរគ្នាអាព្រៃធម្មជាតិអញ្ចឹងណាអើយត្រជាក់ដូចតកអញ្ចឹងគោលដៅគឺថាមកបេះកលែនព្រៃតែអ្នកនរគ្នាអត់ស្គាល់កលែនព្រៃអីមើលឲ្យចប់ទៅតិចទៀតឃើញហើយកលែនព្រៃអញ្ចឹងមកដល់គឺបងប្អូនគាត់ជាអ្នកឡើងទេខ្ញុំនៅក្រោមគឺនៅចាំកាច់បន្លាលូសបន្លាហើយបើនិយាយពីថាកម្ពស់អ្នកនរគ្នាហើយនេះគឺផ្លែរបស់កូលែនខ្ញុំស៊ូមកអ្នកនរគ្នាបានឃើញនិយាយពីថាខ្ពស់ខ្លាំងមែនតើអញ្ចឹងបើសិនជាមានបញ្ហាឬក៏គ្រោះថ្នាក់អីទៅគឺខ្ញុំមិនហ៊ាននិយាយទេដល់ពេលខ្ញុំចូលព្រៃគឺមាត់របស់ខ្ញុំមានការបិទចិត្តជាខ្លាំងចាព្រោះនៅពេលយើងចូលព្រៃយើងមិនអាចនិយាយអីដែលផ្ដេសផ្ដាស់បានទេយើងអត់ដឹងថាត្រង់កន្លែងហ្នឹងគឺមានអីទេអ្នកនរគ្នាអញ្ចឹងតាមអបិយជំនឿអញ្ចឹងណាហើយក្មួយរបស់ខ្ញុំវាសង្សាកមុនណាអែមអែមដល់អែមអូហូហូទៀតអត់បងតាមទេមកមកពីដល់នេះហើយគេហៅថាអ្នកឡើងមិនទាន់បានបេះអ្នកបលេះហូបបានមុនអញ្ចឹងណាអញ្ចឹងយើងនៅក្រោមគេចាំការទៀតបើសិនជាបានបងបើប្រទេសមកអ្នកនរគ្នានៅក្នុងព្រៃអញ្ចឹងអូនិយាយថាជាតិខ្លាំងមែនតើណាឥឡូវដល់វគ្គខ្ញុំសុំភ្លក់ម្ដងហីអែមជាតិគឺថាស្រស់ស្រាយខ្លាំងមែនតើអ្នកនរគ្នាគឺថាជាតិស្លប់ផ្អែមអាពេលបេះថ្មីថ្មីអញ្ចឹងវាផ្អែមណាដល់ពេលទុកយូរទៅគឺរាងជូរតិចដែរព្រោះថាផ្លែឈើព្រៃផ្លែឈើធម្មជាតិអញ្ចឹងវាអត់អាចផ្អែមដូចគេបាញ់ថ្នាំដូចជាតិគីមីបានទេបងប្អូនអ្នកឡើងកាប់ទៅហើយចំណែកខ្ញុំជាមួយក្មួយរបស់ខ្ញុំហ្នឹងអ្នកនៅចាំបេះនៅខាងក្រោមហើយអ្នកខ្លះបានសួរខ្ញុំថាហេតុអ្វីបានជាទៅកាប់ដើមហេតុអ្វីបានជាទៅបំផ្លាញដើមឈើបំផ្លាញផ្លែឈើព្រៃអញ្ចឹងណាហើយជាក់ស្ដែងទៅដោយអ្នកនរគ្នាបានឃើញអញ្ចឹងគឺពួកខ្ញុំឡើងទៅគូលមេឃទេអញ្ចឹងឡើងគឺថាខ្ពស់ខ្លាំងមែនតើបងប្អូនគាត់អ្នកឡើងទៅទេហើយគាត់កាន់ក្បាត់កាន់អីទៅឡើងទៅខាងលើដើម្បីគូលមេឃវាចុះមកពួកខ្ញុំអត់បានកាប់រំលំដើមវាទេអញ្ចឹងនៅពេលដែលយើងកាប់រំលំដើមទៅហើយចុះឆ្នាំក្រោយទៀតហ្នឹងយើងបានអីហូបទៀតទៅអញ្ចឹងនៅពេលដែលយើងកាប់មេឃអញ្ចឹងឆ្នាំក្រោយទៀតគឺវាលាស់មកវិញទៀតហើយយើងទុកដើមដើម្បីហូបឆ្នាំក្រោយទៀតណាមិនមែនហូបតែមួយឆ្នាំនេះណាហើយបើនិយាយពីក្រងនិយាយពីថាពេញដើមគ្នាឯងក្រងខាងហ្នឹងចង់ឲ្យលួយស្បែកហើយបើនិយាយពីថាក្មួយខ្ញុំវិញឯងអូកន្លះបេទេប៉ុន្តែអូលិចលីអូគ្នាខំប្រឹងលីសែងទៅដើម្បីយកទៅឲ្យម៉ែឲ្យឪខ្លាចគេមិនអោយណាពីការបេះហើយច្រកបេះហើយអ្នកគ្នានេះបាន3កណាត់បេនឹងឯងអញ្ចឹង3អ្នកល្មមពិសេសតែក្រងវាខំច្រើនពេកអញ្ចឹងហើយបេះតែប៉ុណ្្នឹងទៅហើយសល់ខ្លះទុកឲ្យអ្នកក្រោយអីគាត់អ្នកជាកស៊ូជាអីគាត់បានឃើញអញ្ចឹងគាត់មកបេះហូបបេះអីអញ្ចឹងណាគាត់អត់ចេះឡើងអត់ចេះអីអញ្ចឹងទៅអញ្ចឹងយើងទុកឲ្យចែកចធាអ្នកគ្នាធ្វើបន់ធ្វើទៀនទៅហើយបើនិយាយពីក្រងនេះអូលេតលួយស្បែកអស់ហើយរកបានប៉ុណ្្នឹងខំណាអាអ្នកឡើងមកជុំទេងុំម្នាក់បេះនៅខាងក្រោមនេះក្រងខំអាគ្នាអ្នកឡើងនៅលើក្រងខំផងអីផងអាអ្នកក្រងក្រងខំណាអើយបេះហ្នឹងគឺដើម្បីយកទៅបំពេញឲ្យអ្នកស្រុកបំពេញឃើញរបស់ធម្មជាតិចេះហូបរបស់កុំឲ្យហូបរបស់គីមីច្រើនពេកអញ្ចឹងណាចឹងហើយយកទៅចែកចាយគ្នាហូបអីចឹងទៅអ្នកបន្តិចក៏ចាត់ទុកថាជាទឹកចិត្តដែលបានចែកម្លែកទៅហើយបន្ទាប់ពីការបេះហើយអីហើយចឹងយើងធ្វើការត្រឡប់មកវិញបើនិយាយពីទេសភាពអ្នកនរគ្នានេះមានចការព្រៃផងមានចការកៅស៊ូផងយើងជិះកាត់ចការកៅស៊ូក្រុមហ៊ុនមិនមែនជាចការឯកជនទេណាកុំច្រឡំជិះមកតាមផ្លូវក៏ឃើញមានចការចន្ទីគេដែរអញ្ចឹងឃើញផ្ទះហ្នឹងគឺមិនមែនជាផ្ទះគេរស់នៅណាអ្នកនរគ្នាគឺជាចការចន្ទីផ្ទះចន្ទីអរគុណមកបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយ